nhâm là bó chu đặt biếm chú được có bật đâu bật này mình hay có ai mà linh rồi hay còn này nha mà fly nữa một quả món đến này đọc nè hàn phất món này hàn phất là khổ chứ dạ mà nhom khởi cháy đấy vít sao tê viên đi xa ở đây ở đây phải việc bé tâm em đó đừng làm nhà mà trong em nữa em là nó tục đó tục vô được tiếp ăn này đi đám những roi còn là chui tầng ngóp ấy hôm tới em បាទអូខេសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះគឺខ្ញុំបាទមកជាមួយនឹងពេលព្រឹកព្រលឹមអ្នកនរគ្នាមកខ្ទង់ជា9អ្នកនរគ្នាហើយពេលនេះគឺថ្ងៃនេះគឺមានដំណើរបេតកម្មទៅខាងកោះប៉ាវអ្នកនរគ្នាដែលនៅជិតទីរួមខេត្តកោះកុងហ្នឹងណាហើយមកពេលព្រឹកព្រលឹមពេលនេះដូចជាផ្លូវឆ្ងាយដែរក៏បានដាក់កាហ្វេមួយកែវសាក់មកជីវិតអ្នកនរគ្នាហើយមកជាមួយនឹងក្រុមការងារបងក្រុមការងារហ្នឹង4-5នាក់ទៀតតែធ្វើការងារបូកជាមួយនឹងដំណើរកំសាន្តផងហើយថ្ងៃនេះក៏នឹង review ជាមួយនឹងទេសភាពស្អាតតាមដងផ្លូវក៏ដូចជាទីតាំងនៅកោះប៉ោផ្ទាល់ថាចាំមើលតើវាស្រស់ស្អាតប៉ុណ្ណាអ្នកនរគ្នាការធ្វើដំណើរនេះប្រហែលជា40ទៅ50នាទីអ្នកនរគ្នាទើបដល់កោះប៉ោដែលទីតាំងដែលត្រូវចតជាមួយនឹងអូបហ្នឹងណាខ្ញុំធ្វើដំណើរទៅនេះគឺទៅជាមួយនឹងអូបដែលបងប្រុសហ្នឹងគាត់ជាអ្នករៀបចំដឹកជញ្ជូនទៅគាត់លៃអូបគាត់ហ្នឹងមកល្មមសម្រាប់តែពួកខ្ញុំនឹងជិះទេគាត់ថាខ្ជិលយកអាធំមកនាំទៅពិបាកហើយអូបហ្នឹងគឺជិះបានតែខ្ទង់ត្រឹមតែ 4-5 នាក់ហ្នឹងទេអ្នកនរគ្នាហើយបើទេសភាពតាមដងផ្លូវគឺបូកជាមួយនឹងខ្យល់អាកាសគឺត្រជាក់បរិសុទ្ធមែនទែនអ្នកនរគ្នាពេលព្រឹកព្រលឹមងើបមកគឺស្រស់ស្រាយតែម្ដងហើយចំណែកបងពេលអើកាជុងនេះគឺគាត់គឺសប្បាយជាមួយនឹងខ្យល់អាកាសយើងក៏ចង់អង្គុយបែរទៅខាងក្រោយហើយភាគច្រើនបែរខាងក្រោយបើខ្ញុំអត់សូវហ៊ានអង្គុយទេដោយសារពលរលកអ្នកនរគ្នាហើយយើងជិះមិនយូរប្រហែលទេក៏ឆ្លៀតនិយាយគ្នាលេងចុះលេងឡើងភ្លេចខ្លួនក៏ដល់ទីតាំងហើយអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នានៅពេលដែលមកដល់កន្លែងចតរបស់ភ្លាមនៅពេលដែលខ្ញុំឆ្លងបមដល់គូក៏ឃើញរីសតមួយដែលគេធ្វើអំពីថ្មដាក់បន្ទប់គ្នាអ្នកនរគ្នាដោយអ្វីដែលខ្ញុំបានថតជូនមកបងប្អូនទស្សនាមិនអញ្ចឹងហើយនេះគឺជាកន្លែងដែលខ្ញុំឡើងទូកគឺឡើងមកគឺផ្ទះបងជាប្រវត្តិនៅហ្នឹងគឺគាត់រៀបចាក់សាច់មកហើយគាត់ចាក់សាច់ឡើងស្មើស្អាតមែនតើគាត់ធ្វើមាត់ច្រាំងអ្នកនរនេះហើយបើកលេចមកមើលរីសតនេះវិញផ្ទះនេះប្រហែលជាផ្ទះលំហែឬក៏ផ្ទះមានម្ចាស់គឺខ្ញុំអត់បានទៅមើលស៊ីជម្រៅទេបងប្អូនគ្នាគ្រាន់តែថតបង្ហាញបងប្អូនគ្នានឹងពីចម្ងាយហើយគ្រាន់តែខ្ញុំជះកាមេរ៉ាមកដើម្បីបងប្អូនគ្នាមើលនៅទេសភាពគឺស្រស់ស្អាតមែនតើអ្នកនរគ្នាមិនថាកាលដែលពួកខ្ញុំដើរទៅមិនថាតែពេលដែលពួកខ្ញុំជប់សម្រាកទៅតាមផ្ទះបងប្អូននៅទីនោះគឺស្រស់ស្អាតមែនតើអ្នកនរគ្នាត្រជាក់ខ្យល់អាកាសបរិសុទ្ធហើយស្ងប់ស្ងាត់អ្នកនរគ្នាមើលទៅមានអារម្មណ៍ថាបើសិនជាពេលហ្នឹងខ្ញុំបានដាក់រឹងឬក៏ដាក់តង់ទៅអីប្រហែលជាខ្ញុំត្រូវនៅសម្រាប់នៅនឹងមួយយប់ហើយព្រោះពេលហ្នឹងគឺបានទាំងដូរស្បែកជើងនេះបងប្អូនគ្នាដើម្បីដើរនៅនឹងដូរស្បែកជើងអញ្ចឹងដើរស្រួលហើយទេសភាពគឺខ្ញុំអត់មានដើរមើលក្រោមទេអ្នកនរគ្នាឃើញកន្លែងឃើញស្រាប់ហើយខ្ញុំដើរមើលទៅលើទេដោយសារភាគច្រើនមិនមែនខ្លាចដូងធ្លាក់ត្រូវទេណាគឺដោយសារតែខ្ញុំឃើញទេសភាពស្អាតហើយព្រួយលើកទី1ហើយដែលខ្ញុំទៅកោះហ្នឹងនៅពេលអញ្ចឹងទៅខ្ញុំដើរហួរតែងាកមើលឆ្វេងមើលស្ដាំមើលទេសភាពមើលអីគ្រប់បែបយ៉ាងហើយជាពិសេសនោះអ្នកនរគ្នាខ្ញុំក៏លេចមើលផ្លែដូងក៏លោកមានធ្លាក់មកមានទឹកអីចឹងណាអញ្ចឹងចេះនឹកឃើញអីបើបានពេលក្តៅអញ្ចឹងបាទដូងមួយផ្លែទៅមិនដឹងថាជាក់ចិត្តប៉ុណ្ណាទេបើខ្យល់អាកាសបរិសុទ្ធម្លឹងហើយចូលមកចាំញ៉ាំរបស់ជូដាក់biếm chú đượcបាទ thôi chứ mình có này lên đã gói sẵn đó gói nó chu lên rồi rồi ai tôi chu khổ chu đó chu nghịch bút cột mến cái hộp rừng ó đại chu em cột bám nè con là nhâm clip bây giờ clip bắn rồi em à tập bia khởi vô rồi thấy rồi em á chú hả cầm ăn mới việc đây của ba mà em đái đi rồi em mà hả mà thằng đam mày kia đang xa mày bỏ mới mà anh nhâm xa đâu nữa bây giờ mình đá bao nhóm đi rồi em đây nè chơi khối em mình giờ khối vô khối mà bây giờ đá đấy má nó có bật đâu bật này mình hay khối em mà linh rồi em hay còn này nha mà fly nữa một quả món đến này đọc nè ôi chết mới đây ăn khối bớt đấy khối vậy ôi chết à ăn bớt món này ăn bớt ra khối chứ dạ mà khởi cháy đấy khối chị đăng à chấm bạch đăng à em không trong chuyện hai dân hộp tới dân hộp tới ai mong xa cả bé bàn tay viện chu vít sao tê viên đi xa ở đây ở đây phải việc bé viện tâm em đó đừng tao mới ta hao mày dòng tâm trường lên tìm mày nhà mà trong em á lên tên nó bật khói cười cho má rồi chứ ngâm chẳng đứng đã mùi thế rồi em là nó tục đó tục vô được tiếp ăn này
អូមើលណាដើមនោះណាមកទៅមើលដើមនេះមើល នេះពេលហ្នឹងគឺពិតជា surprise ខ្លាំងមែនទែនដោយសារតែបងប្រុសគាត់បានយកផ្លែមួយរៀងក្រហមតូចល្មមអ្នកនរគ្នាដោយអ្វីដែលខ្ញុំបង្ហាញនៅខាងដើមវីដេអូមិញអញ្ចឹងណាគឺផ្លែហ្នឹងរៀងតូចទេប៉ុន្តែប្រហែលជាប៉ុនកូនដៃរបស់យើងហ្នឹងហើយរៀងខ្លីដែរប៉ុន្តែនិយាយទៅប៉ុន្តែក្របព្រីងនៅតាមស្រុកជនបទយើងមិនព្រីងធំដូចព្រីងដោះ3ណាព្រីងធម្មតាយើងហ្នឹងហើយស្លឹកវាម៉ត់ទេដើមហ្នឹងប៉ុន្តែគាត់ឲ្យខ្ញុំហូបមកគ្រាប់ហើយគឺម្ជូរទាំងអស់ដែលយើងហូបតាមក្រោយហ្នឹងគឺផ្អែមយកមកអ្នកនរគ្នាជាដំបូងខ្ញុំអត់ជឿទេដំបូងខ្ញុំសាកហូបក្រូចឆ្មាធម្មតាមួយសិនពេលដែលខ្ញុំហូបក្រូចឆ្មាធម្មតាមួយទៅវាជូរធម្មតាដល់ពេលគាត់ក៏ថាហោជូរណាគាត់ថាជូរដល់ពេលជូរអញ្ចឹងហើយគាត់ក៏ឲ្យខ្ញុំហ្នឹងហូបអាផ្លែហ្នឹងមួយគ្រាប់ពេលហូបអាផ្លែហ្នឹងមួយគ្រាប់ហើយអ្នកនរគ្នាហូបមកជូរក្រូចឆ្មាក្រោយហ្នឹងគឺវាមានអារម្មណ៍ថាវាមានជាតិផ្អែមដូចក្រូចផ្អែមយើងអញ្ចឹងអ្នកនរគ្នាមានជាតិជូរដែរតែជូរតិចប៉ុន្តែជាតិផ្អែមនោះគឺច្រើនអត់ដឹងថាជាតិផ្អែមនេះមកពីណាទេហើយខ្ញុំអត់ជឿគាត់ទេខ្ញុំឲ្យគាត់នឹងទៅចាត់ក្រូចដែលវាខ្ចីញ៉ាញ់ហ្មងក្រូចឡើងពណ៌ខៀវចាត់ទៅយកមកបៀមមកគ្រាប់ទៀតបៀមមួយចំណិតទៀតគឺមើលបងប្រុសដែលត្រូវទៅជាមួយខ្ញុំគាត់ញ៉ាំក្រូចនឹងទៅអស់សបកអស់គ្រាប់កពឹសក្រូចនឹងអាលីងហើយខ្ញុំឆ្ងល់មែនតើខ្ញុំទៅនឹងលើកទី1ដល់ហើយខ្ញុំជួបជាមួយនឹងដើមមួយហ្នឹងអ៊ំទៅចាស់ទៀតខ្ញុំហៅគាត់ថាម៉ាក់ហ្នឹងគាត់ថាគាត់ស្គាល់ដើមហ្នឹងថាជាដើមម្សាបមជូរប៉ុន្តែខ្ញុំក៏គិតថាអញ្ចឹងតិចដូចឈ្មោះដើមរាំងសាបដែលគេថាហ្នឹងទៅអ្នកទាំងគ្នាវាលក្ខណៈថាវាជួបអ្វីដែលថ្មីដែលខ្ញុំមកដែលបានជួបពីមុនមកហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថា surprise ខ្លាំងមែនតើហើយពេលហ្នឹងបងប្រុសគាត់ក៏បេះដើមហ្នឹងបេះផ្លែហ្នឹងមកឲ្យខ្ញុំបេះផ្លែហ្នឹងមកឲ្យខ្ញុំដោយសារតែគាត់ខ្ញុំឆ្ងល់ថាផ្លែហ្នឹងវាមិនហេតុអីបានគាត់តែយើងហូបមុនហូបម្ជូរហើយវាដែលយើងហូបម្ជូរតាមក្រោយគឺម្ជូរហ្នឹងគឺផ្អែមទាំងអស់អ្នកទាំងអស់នេះគឺពិតជា surprise ខ្លាំងមែនតើពេលហ្នឹងចៃក៏ញ៉ាំយកទៅទេហើយខ្ញុំឲ្យខាងនោះគេញ៉ាំហើយ ទុក2ថ្ងៃទុំដឹងហើយ ថ្ងៃទៅមកខ្ញុំយកទៅភ្នាល់គ្នាមួយគេជាមួយខ្ញុំញ៉ាំម្ជូរភ្នាល់គ្នា ហ្នឹងហើយដាក់ឆ្វាយ2ផ្លែបានហើយ ខ្ញុំមានដើមច្រើនណាស់ វាដុកដៀងហ្នឹង អូគេបែកមេឃមែន មើលនេះមើលខ្ញុំកាប់គេមកសុំ មកជប់កាប់បាច់កាប់ទេចាំមកថាក្រោយខ្ញុំមកសុំកូនមួយដែរ សុំកូនមួយ គេឡាយលក់ដែរតាពូដើមនោះគេឡាយលក់ កម្រនិយាយត្រង់មែនខ្ញុំទៅជួបលើកទី1ខ្ញុំមិនដែលឃើញ ខ្ញុំអើយឃើញគេ ការវា ការមិនបងការមិន ហើយការ ការទូចមែន បាទហ្នឹងការវាហ្នឹង គេហូបស្រាគេបៀមដែរមកដែរ អូលើកគេថាដែរខ្ញុំលើកគេថាអាហ្នឹងពេលដែលគេបៀមនឹងថ្មីទៅពេលហូបស្រាទៅសាបដែរ យកតដឹងថាម៉េចប៉ាហ្នឹងខលនេះជូរ បាទនេះខ្ញុំដឹងថាដើមសាមជូរ សាបជូរច្បាស់មកមួយគាត់តែសាកយកស្ដែងហើយខ្ញុំទៅសាកលើកទី បាទ 1 រឿងស្រារឿងអីខ្ញុំអត់តាន់ដឹងទេហើយបើយើងខ្នល់គេឡូវយើងនេះហូបក្រូចឆ្មា3ផ្លែបានដែរហូបតែហ្នឹងមកគ្រាប់មកគេដឹង ខ្ញុំថាផ្លែច្រើនថាខ្ញុំហូបជូរឡាយបងគេថាទួតជូរចឹង ម៉ាក់លប់ឡាយគេមើលទៀត ហើយកទួតឡើងផ្អែមកទួតផ្អែមមក ហើយកទួតមិញខ្ញុំអ្នកញ៉ាំអត់បានញ៉ាំផ្លែឈើនោះជូរចឹងងាប់ ច្រឡំបាយចាញ់កូន ខ្ញុំអ្នកញ៉ាំមុនគេហ៎ មិនចាញ់កូនទេណា បាទហើយនៅនេះដំណើរកម្សាន្តមកចិត្តក្រុមកកងយើងហ្នឹងនៅកោះប៉ោបងអូនតាគ្នាកុំភ្លេចបាទឥឡូវនេះយើងចេញដំណើរទៅវិញហើយបាទ សាច់លើគាត់អស់នេះ ដៃ អត់មាននេះញ៉ាទេមានតែដូងនេះអូនេះវាដូងដាក់ឲ្យទៅហើយទៀត តែអត់តន់ឲ្យលុយของឯងមើលបាទបានបោបានចៅបោទឹក អាយ៉ាណា ទៅវិញយើងបាយអត់ បាយ អីនិយាយម៉ាត់យើងខ្ញុំសប្បាយចិត្តណាស់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ អីចាំមកលើ ខ្ញុំហេវបាយខ្លាំងណាស់ ដើរលេងឡើងហេវបាយ អត់ដឹងហេតុដែរខ្ញុំតែប្រងហេតុ ខ្ញុំដូរអស់បាន6ផ្លែហើយម្នាក់ឯងស្អាតមែនទេបាទចេញពីកោះប៉ោវិញបងប្អូនទាំងគ្នាមកតាំងពីម៉ោង 10 ឥឡូវម៉ោង 7 ហើយអូមានស្ពានទៀតអូសប្តាហ៍ក្រោយអូខេអញ្ចឹងអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការទស្សនា